ជាដំបូងនាងខ្ញុំសូមគោរពដល់សាមណនិស្សិតគ្រប់ព្រះអង្គនិងសូមគោរពដល់លោកគ្រូនាយកគោរពដល់គណៈកម្មាធិការចោតសួរសូមគោរពដល់គណៈកម្មាធិការការពារនិងសូមស្វាគមន៍ដល់និស្សិតទាំងអស់គ្នាជាទីរាប់អាននាងខ្ញុំគឺជាក្រុមនិស្សិតដែលឡើងមកការពាររបាយការណ៍ស្រាវជ្រាវក្រមប្រធានបទប្រសិទ្ធភាពនៃការគ្រប់គ្រងបុគ្គលិកនៅវិទ្យាល័យអូមវ៉ាល់ដោយគ្រូដឹកនាំលោកគ្រូអែមសុននិងនាងខ្ញុំជានិស្សិតស្រាវជ្រាវឈ្មោះហាក់សៀងហៃនិងកញ្ញាមើលស្រីនាងដែលយើងមកពីក្រុមទី4ចំនួនទី18ជំនាញគ្រប់គ្រងឆ្នាំសិក្សា2024និង2025នាងខ្ញុំសូមចាប់ផ្ដើមធ្វើការបកស្រាយនៅរបាយការណ៍ស្រាវជ្រាវរបស់ខ្ញុំតទៅនេះជំពូកទី1សេចក្តីផ្ដើម 1.1 លំនាំបញ្ហានៃការស្រាវជ្រាវការសិក្សាគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សនៅក្នុងពិភពលោកការសិក្សាបានផ្ដល់នូវចំណេះដឹងយ៉ាងទូលំទូលាយដែលមិនអាចគណនាបានប្រទេសបណ្ដាពិភពលោកកាលណាដែលមានធនធានមនុស្សពោពេញដោយអ្នកដែលមានចំណេះដឹងនិងជំនាញគឺជាប្រទេសដែលរមែងតែមានការអភិវឌ្ឍបានល្អប្រសើរយ៉ាងណាមិញប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្នក៏កំពុងតែផ្ដោតយកចិត្តទុកដាក់ទៅលើវិស័យសិក្សាអប់រំផងដែរដោយរដ្ឋាភិបាលបានបង្កើតនៅសាលារដ្ឋនិងអនុញ្ញាតឲ្យមានសាលាឯកជនជាច្រើនដើម្បីផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សនិងផ្ដល់បណ្ដុះភាពក្លាហានតាមរយៈការបង្រៀនរបស់លោកគ្រូអ្នកគ្រូដែលមានចំណេះដឹងដែលឆ្លងកាត់ការប្រឡងប្រជែងជាច្រើននិងមានបទពិសោធន៍ផងដែរទោះបីជាបច្ចុប្បន្ននេះគឺមានសាលានិងគ្រូលោកគ្រូដែលមានចំណេះជំនាញមានបទពិសោធន៍ក៏ដូច្នោះក៏មិនអាចធ្វើបាននៅដំណើរការនៃការគ្រប់គ្រងនៅក្នុងសាលាផងដែរយ៉ាងណាមិញក្រុមយើងខ្ញុំក៏បានធ្វើការចុះកម្មសិក្សាផ្ដោតទៅលើប្រធានបទប្រសិទ្ធភាពនៃការគ្រប់គ្រងបុគ្គលិកនៅវិទ្យាល័យអូមវ៉ាល់ចំណុចទី 1.2 ចំណោទបញ្ហានៃការស្រាវជ្រាវតើវិទ្យាល័យអូមវ៉ាល់មានការធ្វើដូចម្តេចដើម្បីឲ្យមានប្រសិទ្ធភាពនៅក្នុងការគ្រប់គ្រងបុគ្គលិកនៅក្នុងវិទ្យាល័យអូមវ៉ាល់ 1.4 ដែនកំណត់និងវិសាលភាពនៃការស្រាវជ្រាវដែនកំណត់នៃការស្រាវជ្រាវគឺយើងស្រាវជ្រាវទៅលើប្រសិទ្ធភាពនៃការគ្រប់គ្រងបុគ្គលិកនៅវិទ្យាល័យអូមវ៉ាល់ដែលយើងស្រាវជ្រាវទៅលើការគ្រប់គ្រងធនធានមនុស្សការរៀបចំផែនការធនធានមនុស្សការបែងចែកការងារការបណ្ដុះបណ្ដាលបុគ្គលិកហើយនិងការវាយតម្លៃទៅលើចំណុចខ្លាំងនិងចំណុចខ្សោយរបស់សាលានិងស្ថានភាពទូទៅរបស់សាលាដែលយើងធ្វើការស្រាវជ្រាវយកឯកសារដែលចូលពាក់ព័ន្ធនៅក្នុងអំឡុងឆ្នាំ2024តែប៉ុណ្ណោះវិសាលភាពនៃការស្រាវជ្រាវគឺយើងស្រាវជ្រាវទៅលើប្រធានបទប្រសិទ្ធភាពនៃការគ្រប់គ្រងវិទ្យាល័យអូមវ៉ាល់ដែលមានអាសយដ្ឋាននៅភូមិអូមវ៉ាល់សង្កាត់អូមវ៉ាល់ស្រុកសេរីសុភ័ណ្ឌខេត្តបន្ទាយមានជ័យតែប៉ុណ្ណោះនៅក្នុងចំណុចវិធីសាស្ត្រនៃការស្រាវជ្រាវគឺយើងប្រើទិន្នន័យចំនួន2គឺទិន្នន័យចម្បងនិងទិន្នន័យបន្ទាប់បន្សំទិន្នន័យចម្បងគឺជាទិន្នន័យទាំងឡាយណាដែលគេមិនទាន់បានចងក្រងឬបោះពុម្ពជាសាធារណៈនៅឡើយទេដោយក្រុមយើងខ្ញុំគឺទទួលបានទិន្នន័យនេះតាមរយៈការចុះទៅសម្ភាសផ្ទាល់ជាមួយនឹងលោកគ្រូនាយកសាលាលោកគ្រូអ្នកគ្រូបង្រៀននៅសាលាវិទ្យាល័យអូមវ៉ាល់ផ្ទាល់និងការអង្កេតមើលភាពជាក់ស្ដែងនៅក្នុងសាលាតែម្ដងចំណែកឯទិន្នន័យបន្ទាប់បន្សំគឺជាទិន្នន័យទាំងឡាយណាដែលគេបានបោះពុម្ពចងក្រងរួចជាស្រេចហើយយើងទទួលបានទិន្នន័យនោះតាមរយៈឯកសារទាំងឡាយដែលលោកគ្រូអ្នកគ្រូនិងលោកនាយកបានផ្ដល់មកកាន់ក្រុមរបស់យើងខ្ញុំហើយនឹងសៀវភៅឯកសារដែលយើងប្រមូលបាន
យើងបានសិក្សាកន្លងមកជាមួយនឹងឯកសារនៅតាមអ៊ីនធឺណិតជាដើមចំណុចវិធីសាស្ត្រនៃការវិភាគទិន្នន័យការវិភាគទិន្នន័យក៏យើងប្រើចំនួន2ដូចគ្នាវិភាគទិន្នន័យតាមបែបគុណភាពនិងវិភាគទិន្នន័យតាមបែបបរិមាណការវិភាគទិន្នន័យតាមបែបគុណភាពគឺយើងប្រើប្រាស់នៅកម្រងសំណួរបើកដើម្បីធ្វើការទាក់ទងជាមួយនឹងលោកគ្រូអ្នកគ្រូលោកគ្រូនាយកសាលាដើម្បីឲ្យគាត់ផ្ដល់នៅចម្លើយដែលយើងចង់បានការវិភាគទិន្នន័យតាមបែបបរិមាណគឺយើងប្រើនៅកម្រងសំណួរបាត់ដែលកម្រងសំណួរនោះគឺយើងទទួលបានយើងប្រើដើម្បីទាក់ទងសួរសំណួរទៅកាន់លោកគ្រូអ្នកគ្រូតាមផ្នែកដែលចម្លើយគឺវាមានទិន្នន័យស្រាប់តែម្ដងសម្រាប់ទិន្នន័យបែបបរិមាណនេះជំពូកទី2រំលឹកទ្រឹស្ដី 2.1 ទ្រឹស្ដីអំពីប្រធានបទទ្រឹស្ដីអំពីប្រធានបទនេះគឺយើងលើកយកមកចំនួន3គឺប្រសិទ្ធភាពការគ្រប់គ្រងនិងបុគ្គលិកពាក្យប្រសិទ្ធភាពគឺជាកម្រិតសមត្ថភាពដែលសម្រេចបានជាលទ្ធផលទៅតាមការអនុវត្តតាមគោលការណ៍របស់អង្គភាពដែលបានកំណត់ទុកចំណែកការគ្រប់គ្រងគឺជាដំណើរការធ្វើការជាមួយមនុស្សនិងធនធានដែលមានស្រាប់ដែលធ្វើការទទួលបានលទ្ធផលដែលមានប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពបុគ្គលិកគឺជាប្រភេទមនុស្សដែលត្រូវបានគេជួលហើយគេកំណត់ស្តង់ដារណាមួយនិងទទួលបានការបណ្ដុះបណ្ដាលអំពីក្រុមហ៊ុនឬក៏អង្គភាពចំណែក 2.2 ទ្រឹស្ដីពាក់ព័ន្ធពីប្រធានបទនៅក្នុងទ្រឹស្ដីពាក់ព័ន្ធពីប្រធានបទគឺយើងមានដូចតើមានការធ្វើផែនការធនធានមនុស្សដែរគឺជាដំណើរការដែលគេរៀបចំឡើងដើម្បីកំណត់ថាតើធនធានមនុស្សនឹងមានគ្រប់គ្រាន់ដែរទេនាពេលបច្ចុប្បន្នហើយនិងអនាគតហើយនឹងធនធានមនុស្សដែលគេអនុវត្តតាមយុទ្ធសាស្ត្រដែលបានគ្រោងទុកការចាត់ចែងការងារបុគ្គលិកនេះគឺអ្នកគ្រប់គ្រងគឺគាត់បានបង្កើតជារចនាសម្ព័ន្ធដើម្បីឲ្យបុគ្គលិកក្រុមអាម៉ាត់បានយល់ដឹងអំពីការងារកាតព្វកិច្ចរបស់គាត់ដើម្បីសម្រេចតាមគោលបំណងរបស់អង្គភាពការបណ្ដុះបណ្ដាលបុគ្គលិកគឺជាដំណើរការនៃការរៀបចំការផ្ដល់ចំណេះដឹងដល់ទៅបុគ្គលិកទៅតាមជំនាញវិជ្ជាជីវៈរបស់បុគ្គលិកការវាយតម្លៃបុគ្គលិកនេះដែរគឺជាដំណើរការផ្លូវការមួយដែលជួយវាយតម្លៃទៅលើការងាររបស់បុគ្គលិកវាជួយដល់អាកប្បកិរិយារបស់បុគ្គលិកឲ្យគាត់មានការកែប្រែនិងខិតខំប្រឹងធ្វើងานផងដែរការលើកទឹកចិត្តបុគ្គលិកចំណុចការលើកទឹកចិត្តបុគ្គលិកនេះគឺវាជួយឲ្យបុគ្គលិកគឺមានការខិតខំប្រឹងប្រែងធ្វើការងារនិងបន្ថែមឲ្យគាត់កាន់តែស្រឡាញ់ការងារផងដែរដល់ចំណុចនេះខ្ញុំសូមបន្តឲ្យមិត្តរួមក្រុមរបស់ខ្ញុំគាត់ឡើងមកបកស្រាយបន្តអរគុណចា៎សូមបន្តជំពូកទី3ស្ថានភាពទូទៅរបស់អង្គភាព 3.1 ប្រវត្តិកកើតដំបូងឡើយទីតាំងវិទ្យាល័យអូមបឺគឺជាដីចម្ការដីព្រៃដែលគ្មានសាលារៀនទៅប្រជាជនហើយនិងសហគមន៍បានប្រមូលមតិគ្នាជាឯកឆន្ទៈមួយដើម្បីបង្កើតជាសាលារៀនមួយដើម្បីឲ្យកូនចៅពួកគាត់មានចំណេះដឹងហើយនៅឆ្នាំ2002ដល់នៅឆ្នាំ1995ចាប់ផ្ដើមប្រមូលមតិគ្នាម្ដងទៀតសម្រាប់តែម្ដងគឺសម្រាប់បើកអនុវិទ្យាល័យនៅឆ្នាំរហូតដល់ឆ្នាំ2002គឺដោយសារកំណើនសិស្សកាន់តែច្រើនឡើងហើយដល់ពេលសិស្សចប់អនុវិទ្យាល័យគឺគាត់ពិបាកនឹងរកសាលាដែលបន្តទៅមធ្យមសិក្សាទុតិយភូមិទៅសហគមន៍ហើយនិងគណៈកម្មការសាលារៀនអាជ្ញាធរដែនដីបានសម្រេចពង្រីកអនុវិទ្យាល័យឲ្យក្លាយទៅជាវិទ្យាល័យ
ô bơ hộ đo sập ngày gì hay cái nạn cục rong nhớ cứ miền tây chừng nó này cứ tìm muối cứ lồng chiếm sốc này còn cục rong tăng bị nam mà con muốn đôi cao muối đo nam pi con rắm buồn đo nam pi con đo nam pi con đọc bí cứ cục rong đòi lô lương học tại còn cục rong nơi nắng đo nam pi con đọc bay rồi đo phải những biết cứ cục rong đòi lô đang dư hết còn chỉ dụ là một đo sập ngày hay bay trực tiếp tu sẵn sai năngเป็นสกัดกรรมtu sẵn sai របស់វិទ្យាល័យអូមបឺគឺវិទ្យាល័យអូមបឺគឺជាសាលាគំរូឈានមុខគេលើផ្នែកបណ្ដុះបណ្ដាធនធានមនុស្សប្រកបដោយគុណភាពនិងមនសិការជាតិចំណែកបេសកកម្មគឺដឹកនាំការងារអប់រំគឺសំដៅទៅលើការគ្រប់គ្រងធនធានមនុស្សប្រកបដោយចក្ខុស្ដំហើយសិស្សានុសិស្សមករៀននេះប្រកបដោយគុណធម៌និងចរិយាសម្បទាចំណែកបេសកកម្មម្យ៉ាងទៀតសិស្សដែលមករៀនមកនេះគឺតុំចូល 3.3 logo និងអត្ថន័យរូបការព្យាព័ទ្ធជុំវិញគឺសំដៅទៅលើយុវជនដែលកំពុងសិក្សាអប់រំដែលបានរីករាស់ដូចជាផ្កាដូចជាផ្លែសម្រាប់ប្រទេសជាតិនាពេលអនាគតហើយនៅចំនេះគឺជារង្វង់កងមូលដែលត្រភ្លើងពណ៌មេនេះគឺសំដៅយុវជនលើសំដៅលើវិស័យកីឡាដែលយុវជនជាអ្នកគ្រប់គ្រងនិងជាអ្នកបន្តវេនចំណែកកងភ្លើងដែលបំភ្លឺជុំគ្រប់ទិសនេះគឺបញ្ជាក់ពីពន្លឺនៃវិជ្ជាអប់រំសតិបញ្ញាប្រជាពលរដ្ឋខ្មែរនៃប្រជាជនខ្មែរនៃរាជាណាចក្រកម្ពុជាចំណែកខ្សែបូពណ៌ផ្ទៃមេឃដែលមានចែងអក្សរក្រសួងអប់រំយុវជនកីឡានេះគឺជាទំនាក់ទំនងជាមួយនឹងអន្តរជាតិបញ្ជារចនាសម្ព័ន្ធគ្រប់គ្រងនៅក្នុងវិទ្យាល័យអូមបឺគឺគាត់មាននាយកសាលាមួយហើយនិងនាយិការរងមួយនិងនាយករងពីរហើយបន្ទាប់មកគឺជាលោកគ្រូអ្នកគ្រូទាំងអស់នេះគឺជាសតាជាលោកគ្រូអ្នកគ្រូដែលបង្រៀននៅក្នុងចំនួន93អ្នកដែលខ្ញុំសរុបមក 4.1 ការវិភាគទិន្នន័យបន្ទាប់ពីយើងធ្វើកម្រងសំណួរស្រង់សម្រងសំណួរឬនឹងវិភាគហើយនេះគឺជា graphic ដែលយើងបានមកពីការស្រង់សម្រងសំណួរការធ្វើផែនការបុគ្គលិកការពេញចិត្តគឺមានរហូតដល់ 73% ការចាត់ចែងការងារបាន 58% បានបណ្ដុះបណ្ដាលបាន 46% ការដឹកនាំគឺបាន 19% ការលើកទឹកចិត្តគឺឡើង 72% និងការវិតម្លៃបុគ្គលិកគឺបាន 65% ចំណែក 4.2 ការបកស្រាយទិន្នន័យបន្ទាប់ពីខ្ញុំបានស្រង់កម្រងសំណួរបានវិភាគអីហើយខ្ញុំក្រឡេកមើលឃើញថាសាកលវិទ្យាល័យអូមបឺគឺគាត់ចាត់ចែងការងារបុគ្គលិកបានល្អដោយបុគ្គលិកធ្វើការងារបំពេញការងារតាមសមត្ថភាពនិងជំនាញរៀងៗខ្លួនរបស់ពួកគាត់គឺបានល្អមែនទែន 5 ចំពោះទី 5 សេចក្តីសន្និដ្ឋាននិងអនុសាសន៍ 5.1 សេចក្តីសន្និដ្ឋានដោយខ្ញុំបានចុះទៅស្រាវជ្រាវនៅវិទ្យាល័យអូមបឺរួចមកខ្ញុំឃើញថាបុគ្គលិកគឺល្អគឺបុគ្គលិកគឺជាផ្នែកមួយដ៏សំខាន់នៅគ្រឹះស្ថានមិនថាការងាររដ្ឋឬឯកជនទេគឺគាត់សំខាន់មែនទេគឺគាត់ជាស្នូលដែលជាអ្នកធ្វើឲ្យអង្គភាពរបស់យើងរីកចម្រើនបើគ្មានពួកគាត់ទេអង្គភាពរបស់យើងគឺមិនអាចទៅរួចទេពួកគាត់នឹងឯងគឺជាផ្នែកមួយសំខាន់ដែលធ្វើឲ្យអង្គភាពយើងរីកចម្រើនដោះលាតរីកចម្រើនឡើងកើនឡើងហើយ 5.2 ទោះសាលាយើងដឹកនាំចាត់ចែងបុគ្គលិកល្អយ៉ាងណាក៏ដោយក៏នៅតែមានចំណុចខ្វះខាតតិចតួចអញ្ចឹងនាងខ្ញុំក្រុមខ្ញុំបានវិភាគឲ្យនឹងមានអនុសាសន៍តិចតួចសម្រាប់កែលម្អអញ្ចឹងដោយសារសួរនាំគាត់ទៅគាត់ក៏ប្រាប់យើងមកដែរថាគ្រូច្រើនមែនឥឡូវគឺមានការងារ part time ច្រើនគឺគាត់ទៅធ្វើការ part time ផងអញ្ចឹងធ្វើឲ្យការងាររបស់គាត់ជួនកាលគាត់មកបង្រៀនជឿឬក៏លេតជួយព្រោះគាត់ជាគ្រូវិទ្យាល័យចឹងទៅគាត់មានមុខវិជ្ជាតាមម៉ោងរៀនខ្លួនអញ្ចឹងទៅធ្វើឲ្យគាត់ពិបាកក្នុងការជ្រេម៉ោងឲ្យគាត់ដោយសារគាត់ធ្វើការ part time ដល់ផងអញ្ចឹងខ្ញុំដល់អនុសាសន៍ទី1គាត់គួរតែជ្រើសរើសគ្រូបន្ថែមទៀតហើយបុគ្គលិកគួរមានទំនួលខុសត្រូវខ្ពស់ក្នុងការ
tôi để ti ca như bọc luôn ở bàn bọc lật tu tay của Việt Nam ở bàn nằm ở thơ ca ở tiền tuần hay đi trong hai bài ca luôn ấy bán lò hay bài chạy ca như bàn tân trời bàn thay ca bàn đọc na xem điện ở xa lá cứ quật đi trong hai ca cứ bọc lật thơ ca viết tam này ta này đi luôn quật ập miên ở đây để thăm mày chẳng nhung đi là bên ấy trong những trong sông phải chọn được đồng này ចាសូមអរគុណចំពោះការធ្វើបទបង្ហាញរបស់សមាជិកក្រុមទី4ជាកិច្ចបន្តសូមប្រកល់ទូនីតិជូនគណៈកម្មការចាត់សួរសូមគោរពអញ្ជើញ បាទអរគុណណាស់បាទគុណសិស្សទីស្រឡាញ់បាទពេលរៀនហ្នឹងចាត់ញ៉ៃទៅពេលមុនឡើង present ហ្នឹងដល់ភ័យយ៉ាងណាទេបាទដូនបាទខិតមុខបិទស្លាយបាទអរគុណសម្រាប់ឥឡូវយើងបានបញ្ចប់ក្នុងការបទបង្ហាញហើយយើងទាក់ទងសំណួរទី1បាទដែលយើងផ្ដោតកូនយើងធ្វើការចុះស្រាវជ្រាវនៅខាងវិទ្យាល័យអូអំបិលហើយគ្រូមើលទៅលើទាក់ទងនឹងទិសដីណាទិសដីទាក់ទងនឹងទិសដីរបស់លោកទូក្រាសម៉ាក់គាត់តែទិសដីអីហើយទីកន្លែងហ្នឹងណាអញ្ចឹងគ្រូចង់ឲ្យបងប្អូនជួយបញ្យល់អំពីទិសដីទាក់ទងទិសដីអីហើយទីកន្លែងតិចណាទីកន្លែងតិចហើយចំពោះមើលហើយណាចាប់ប្រហែលទិសដីអីហើយទីកន្លែងជួយបញ្យល់ទៅពីហ្នឹងហើយចំពោះបុគ្គលិកអីនោះនៅពេលដែលបុគ្គលិកអីមានថាមិនហ្នឹងណាចាំតើនៅពេលនៅខាងនៅពេលដែលបុគ្គលិកអីហ្នឹងតើដែលយើងរៀនរយៈពេលប្រហែលឆ្នាំនោះស្មើនៅពេលបុគ្គលិកអីមានអញ្ចឹងតើវិធីសាស្ត្រដើម្បីឲ្យគាត់កែទៅជាអីទីកន្លែងវិញតើយើងធ្វើមិនគេធ្វើយ៉ាងម៉េចហើយសូមដូរទៅខាងវិទ្យាល័យអូអំបិលវិញណាតើខាងវិទ្យាល័យអូអំបិលនៅពេលដែលមានបុគ្គលិកលោកគ្រូអ្នកគ្រូបែបហ្នឹងតើខាងវិទ្យាល័យអូអំបិលគេធ្វើមិនដែរបាទសូមអរគុណ ចាលោកគ្រូសូមអរគុណសម្រាប់សំណួរសូមពិភាក្សាជាមួយនឹងសមាជិកក្រុមសិន សំណួរចេញនេះខ្ញុំសូមឆ្លើយសំណួររបស់លោកគ្រូតែម្ដងសម្រាប់បុគ្គលិកអីគឺជាបុគ្គលិកដែលមិនល្អហើយបុគ្គលិកអ៊ីក្រេជាបុគ្គលិកដែលល្អអញ្ចឹងដើម្បីកែតម្រូវបុគ្គលិកអីឲ្យតែជាបុគ្គលិកអ៊ីក្រេគឺយើងគួរតែមានការលើកទឹកចិត្តហើយបើសិនជាគាត់ប្រឹងតឹងពិបាកនៅក្នុងការកែប្រែជាងយើងត្រូវតែមានភាពច្បាស់លាស់ដោយហៅគាត់មកជួបបើសិនជាការនិយាយក្រៅផ្លូវការគាត់អត់ព្រមកែប្រែទេអញ្ចឹងយើងអាចធ្វើជាលីអក្សរដើម្បីធ្វើជាកិច្ចសន្យាដើម្បីគាត់កែប្រែឲ្យល្អឡើងវិញបាទជុំខាងវិទ្យាល័យអូអំបិលធ្វើម៉េច បើខាងវិទ្យាល័យអូអំបិលខ្ញុំសួរលោកនាយកថាក្នុងវិទ្យាល័យហ្នឹងគឺមាន3 4នាក់ដែរតែគាត់ពិបាកនិយាយតែគាត់ខ្ញុំសួរថាខ្ញុំចង់លោកគ្រូមានអីដោះស្រាយអត់តែគាត់ថាគាត់ហៅមកជួបពីរដងហើយតែគាត់នៅតែអញ្ចឹងគាត់បដ ாய் សិនគាត់ថាបើសិនជានៅតែបែបហ្នឹងទៀតគាត់បដ ாய் ហើយគាត់ក៏ទៅសេអសឡើងទៅលើហើយឲ្យអ្នកលើចាត់ការជំនួសគាត់ចាត់ការឬក៏ដកចេញអត់បានទេចាចម្លើយប៉ុណ្្នឹងឯងលោកគ្រូ អូខេអរគុណច្រើនពីសំណួរដូចមុនអញ្ចឹងមួយក្នុងលក្ខណៈទូទៅមួយក្នុងការចែកទេអញ្ចឹងលក្ខណៈទូទៅសំណួរទី1ចង់សួរថា function of management បានន័យថាមុខងារនៃការគ្រប់គ្រងមានប្រមាណអីខ្លះទី1ទី2គឺការសន្និដ្ឋាននិងអនុសាសន៍របស់យើងហ្នឹងផ្អែកលើអីនិយាយនេះគឺក្នុងដែននៃបរិមាណវិស័យទេអត់ទេចា៎បាទសំណួរគ្រូមាន2អរគុណច្រើន ចាលោកគ្រូអរគុណសម្រាប់សំណួរចេះសូមមានពេលភាសាបន្តិចសិន